សួស្តីទាំងអស់គ្នានេះគឺជាវីដេអូអេពីសូតមួយផងខ្ញុំដែលខ្ញុំនឹងហៅមិត្តភ័ក្តិឬក៏អ្នកស្គាល់គ្នាផងខ្ញុំនៅក្នុងវិស័យតៃនិពន្ធឲ្យមកទស្សនាបន្ទប់ខ្ញុំនិយាយរួមចេះវិញតាំងពីរបៀបថាយើងមានខណ្ឌោបតខ្លួនយើងទៅយើងរៀងប្រឹងចេញ content អញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែដើម្បីកុំឲ្យ content ខ្ញុំអត់ប្រយោជន៍គឺខ្ញុំបានធ្វើវាឲ្យមានប្រយោជន៍ដើម្បីទៅកាន់មិត្តអ្នកអានផងខ្ញុំក៏ដូចជាទៅកាន់fan មិត្តភ័ក្តិខ្ញុំអញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំបានហៅមិត្តភ័ក្តិខ្ញុំម្នាក់មកដោយសារឮដំណឹងលះរៀងថាគេបានបោះពុំលើកទី2ហើយវាធ្វើឲ្យយើងនឹងកើតអីគេហៅថាកើតចិត្តកើតទុកមិនសុខចិត្តចង់ដឹងរឿងគេឥឡូវហ្នឹងយើងមកជួបបែងណែនាំខ្លួនអូហៅអញមកដើម្បីចឹងចឹងគេហៅថាដើម្បីតោងជាប្រិយភាពគ្នាអូអញ្ចឹងត្រូវអត់ចាអញ្ចឹងត្រូវអត់អាគេហៅថាតោងជាប្រិយភាពគ្នាអញដឹងអត់ដឹងអូខេឥឡូវគេនិយាយសួរអ្នកទាំងអស់គ្នាខ្ញុំអត់ដឹងណាគេខ្ញុំមកនេះមកលេងបន្ទប់គេឥឡូវគេហៅសម្ភារឥឡូវសម្ភារណាតឥឡូវនេះការប៉ັດអ្នកទាំងអស់គ្នាដឹងហើយថាបែងមានស្នាដៃច្រើនដែរត្រូវអត់ប្រហែលជាប៉ុន្មានទៅមាន13ហើយប៉ុន្តែមួយទុកចោលហ្នឹងហើយមួយទុកចោលមិនរបៀបមិនទៅដោយសាររឿងហ្នឹងវានឹងមានបញ្ហាវាអត់ទាន់ល្អអត់ខ្ចោះដល់ពេលអញ្ចឹងហើយវាអស់សភៅទៅក៏អត់ចង់បោះពុំលើកទី2ទេអញ្ចឹងចំពោះបែងតល្អអត់ខ្ចោះមិនបោះពុំហ៎វាមិនមែនអត់ខ្ចោះលើសគេអីទេតែអត់ខ្ចោះសម្រាប់ខ្លួនកាប់ប៉ັດខ្ញុំដូចខ្ញុំប្រាប់អ្នកនរគ្នាចឹងវីដេអូផងខ្ញុំគឺកើតតុកមិនសុខចិត្តអញ្ចឹងពេលដែលគេមានពីអីយើងត្រូវចាប់គេជន់ឲ្យកប់ផុកយកឡត់អញ្ចឹងបើសិនជាគាត់អត់នៅពិភពទេក៏ជន់តទៀតអញ្ចឹងណាមួយទៀតចេះឥឡូវនេះចេះពាក្យច្រើនគេមិនសួរថាបែងឯងអ្នកក្រាមបែងត្រូវឥឡូវហ្នឹងខ្ញុំអេពីសូត1អត់ឥឡូវហ្នឹងណាគឺអេពីសូត1ហ្នឹងណាពីអ្នកខ្ញុំអង្គុយតឹមគ្នាហ្មងកុំឲ្យអ្នកនរគ្នាយល់ច្រឡំនេះមកក្រានេះបែងសំខាន់ខ្ញុំស្អាតជាងខ្ញុំសជាងអូប៊ូលីអត់ទេមែនទេនៅប៊ូលីឯងតាមពិតបែងស្អាតបែបបែបអត់អ្នកនរគ្នាបានមើលសัตว์ដែលទៅលេងអង្គរអត់សัตว์តើឥឡូវយើងវិលមកចូលស្អាតបែបពូណុយហ្វេនពូណុយឥឡូវយើងចូលមកនេះវិញអាចសួរបានទេថាចេះស្នាដៃបែងមួយណាឬក៏ស្នាដៃចំនួនប្រហែលដែលបានបោះពុំបាន2លើកឬក៏3លើកអញ្ចឹងណាអត់អរបងតែសាក់ខ្លួនមើលអូយអ្នកនរគ្នាអត់រាប់ផងខ្ញុំមានតែច្រើនជុំក្បួនអាម៉ាប់ជំរឿក្បួនអាម៉ាប់1កេណរ៉ា2កម្មស្នេហ៍រយជាតិ3អូយកូនចឹងខុនកាវនេះ4ចុងក្រោយនេះអូស្អីគេស្នេហ៍3ចក្រវាឡស្នេហ៍3ចក្រវាឡយ៉ាចាស់ចំការតាពាំងបាយជូអាហ្នឹងឯងរឿងដែលបិទហ្នឹងស្នេហ៍3ចក្រវាឡហ្នឹងស្នេហ៍3ចក្រវាឡផ្សេងរឿងនោះអីគេសមាអគុំខ្មែរក្នុងចំការតើអាចប្រាប់បានទេថាចេះក្នុងចំណោមស្នាដៃដែលយើងបានបោះពុំណាដែលបានបោះពុំលើកទី2បានលើកទី2តើស្នាដៃមួយណាឬក៏ស្នាដៃណាដែលធ្វើឲ្យបែងមានអារម្មណ៍ថាគ្រប់ស្នាដៃវាមានមោទនភាពប៉ុន្តែមានស្នាដៃមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាវាពិតជាមានមោទនភាពលើពីមោទនភាពនឹងទៀតណាជាសភៅអីខ្ញុំថាសួរអត់ធៀមហ៎អត់ធម្មតាគាត់អត់ចេញធម្មតាគេជន់គេត្រូវជន់អត់មានត្រៀមអីទាំងអស់ចូលគិតសោះយេហាស្នាដៃមួយណាក៏សុបាយចិត្តតែមោទនភាពវាលើពីមោទនភាពយល់អត់ថាចេះឧទាហរណ៍ដូចខ្ញុំអួតតិចចោះឧទាហរណ៍ដូចខ្ញុំបោះមកតាមសន្យាលើកទី3ឬក៏ដល់ពេលខ្ញុំមានបោះពុំមិនដឹងនឹងខ្ញុំលើកទី2ប៉ុន្តែពេលខ្លះអាការបោះពុំលើកទី3ហ្នឹងវាមិនមែនជាមោទនភាពដែលលើមោទនភាពទេតែថាអូយរំភើបវាបោះពុំជាលើកទី2ជាលើកទី3ទេប៉ុន្តែស្រាប់តែមួយហ្នឹងដែលយករំពឹងស្រាប់តែបោះពុំលើកទី2ដែរអញ្ចឹងវាកាន់តែមានមោទនភាពលើមោទនភាពអញ្ចឹងណាបើនេះមិនមែនមោទនភាពទេអាចនិយាយថាជាស្នាដៃដែលយើងស្រឡាញ់ជាងគេមិនស្រឡាញ់ជាងគេវាអាចនិយាយថាវាខ្ជូតជាងគេវាធម្មតាវាខ្ជូតលក្ខណៈដូចកូនពៅអញ្ចឹងណាបានន័យថាវាដូចកូនពៅកូនយើងស្រឡាញ់លើសគេបន្តិចណាកម្មស្នេហ៍រយជាតិស្រឡាញ់ហ៊ានស្រឡាញ់ភៅហ្នឹងហេតុអីមួយម៉ាត់បានណាហេតុអីព្រោះ
ពេលខ្លះសភៅនឹងវាត្រូវគេស្គាល់យើងពេលខ្លះវាអាចបង្ហាញពីអា talent របស់យើងខ្លាំងណា ចេះអាចសភៅហ្នឹងយើងសាក់ដបងលបងសាក់ដបងដែលថាយើងយកសัตว์ព្រៃហើយមកពៀនយកមកដាក់ក្នុងគ្រឿងហើយធ្វើជា BL ដល់ពេលចឹងទៅវារឿងមានគ្រោះថ្នាក់ណាបើសិនជាណាគេដែលស្នេហាវិស័យព្រហ្មញ្ញសាសនាអីគឺឃើញចឹងអាចប្រកាន់ប៉ុន្តែយើងអាចធ្វើកុំឲ្យគេប្រកាន់បានអូយល្អហ្នឹងហើយតែបាយឲ្យមួយចឹងចាយើងវិលត្រឡប់មកកាន់សៀវភៅដែលនៅលើតុខ្ញុំនេះវិញមូលហេតុដឹងមូលហេតុអីបានខ្ញុំយកសៀវភៅហ្នឹងមកនិយាយអត់ហ្នឹងខ្ញុំឆ្ងល់ដែរអ្នកទាំងអស់គ្នាទី1សៀវភៅកម្មស្នេហ៍រយជាតិផាគាត់ខ្ញុំឃើញអ្នកអានចូលចិត្តច្រើនមែនហើយគេមកសួរគាត់គេមកសួរខ្ញុំថាខ្ញុំជាបែងហ្នឹងណាមកសួរថាស្រឡាញ់ច្រើនយើងក៏ចំណាយទៀតណាតែសុកបាយជាខ្ញុំមានអារម្មណ៍ថាចេះការពិតខ្ញុំចង់និយាយពីកូនចឹងកូនតៅគេវិញមូលហេតុអីអត់អ្នកទាំងអស់គ្នាទី1បែងគាត់ហ៊ានធ្វើក្របរឹងទាំងដែលពួកយើងលក់អត់មានសន្ទុះខ្លាំងទេត្រូវអត់ហើយចាំបាច់បញ្ជាក់ពីកន្លែងហ្នឹងមួយទៀតទៅជាគាត់មានអារម្មណ៍ថាចេះពេលដែលគាត់យកមកអួតយើងចឹងណាថាអួតក៏បានដែរព្រោះធម្មតាពួកខ្ញុំចូលចិត្តអួតគ្នាលក្ខណៈស្អាតដល់ពេលនេះគឺមានអារម្មណ៍ថាចេះមែនតាគាត់ហ៊ានធ្វើក្របរឹងទាំងដែលខ្ញុំខ្លួនឯងនេះបានបោះបង់ឬក៏ខ្ញុំបានផ្អាកបាត់ហើយដោយសារទី1យើងលក់អត់បានទេដោយកងកថៅខ្ញុំអញ្ចឹងលក់អត់បានប៉ុន្តែវាត្រូវឲ្យខូចសភៅដល់អញ្ចឹងយើងមានអារម្មណ៍ថាគោតែដល់ពេលបែងក៏ប៉ិតក៏យើងអត់សូវស្ទោចង់និយាយថាក៏យើងសល់ប៉ុន្តែភាពអាដាច់ស្តុកប្រគាត់ហ្នឹងគាត់អត់មានន័យថាអត់ជំរុញឲ្យគាត់បោះអាក្របតូនទេប៉ុន្តែទៅជាជំរុញឲ្យគាត់បោះក្របរឹងអញនិយាយបានអត់ថាមូលហេតុអីបាននិយាយបោះក្របរឹងទី1យើងឆ្លាញ់សភៅអាហ្នឹងរឿងចំណុចធំណាហើយមួយទៀតជាសភៅដំបងដែលបោះក្របរឹងហើយស្ដាយបើសិនជាយើងបដូរទៅបោះក្របតូនវិញហើយសភៅនេះអញនិយាយថាមូតអារម្មណ៍វានៅសម័យឆ្នាំ1895ឆ្នាំហ្នឹងឆ្នាំដែលគេប្រើស្លឹករឹតគេមានចាប់ផ្ដើមអាប់ដេតមានសភៅមានអីហើយពាក្យច្រើនគ្របគឺក្រាស់រឹងអាហ្នឹងអារម្មណ៍ដែលប្រាប់ឲ្យត្រូវធ្វើអញ្ចឹងតែបើថាសក់បោះឲ្យលក់ឲ្យថ្លៃលក់អីដូចអត់ទេលក់តម្លៃអារឿងតម្លៃថ្លៃហ្នឹងខ្ញុំសួរដែរព្រោះអីធម្មតាក្របរឹងគេទៅមានតម្លៃបូកគុណដកមកចាយហើយប៉ុន្តែអាចខ្ញុំសួរបានណែដោយសារអញ្ចឹងខ្ញុំជាអ្នកនិពន្ធហើយខ្ញុំជា graphic design យើងរៀនផ្នែកហ្នឹងអញ្ចឹងណាហើយ bank ក៏ផ្នែក architecture ដែរអញ្ចឹងយើងយល់ច្បាស់ពីសិល្បៈថាច្បាស់ចោះហ្នឹងអាចប្រាប់ខ្ញុំបានទេថាមូលហេតុអីបានជាជ្រើសរើសគំនូរបែប digital ឬក៏បែបគំនូរដែលប្រើវិចិត្រករដោយយើងមិនបើខ្ញុំឯណាបើខ្ញុំខ្លួនឯងខ្ញុំចង់លើកដង្កើងសិល្បករខ្ញុំចង់ឲ្យសិល្បករយើងមានចំណូលតួតម្លៃគំនូរគាត់ពេលខ្លះគាត់ទាយើងខ្ពស់តែយើងសុំតក៏ខ្ញុំមានអារម្មណ៍ថាយើងបានជួយគាត់តោះមើលវាបាត់អត់ទេអានេះគេហៅថាកម្មវិធីនេះគឺកម្មវិធីដែលខ្ញុំអញ្ជើញខ្ញុំមកផ្ទះខ្ញុំអញ្ចឹងផឹកតែដូចហើយគេហើយគេដែរខ្ញុំអ្វីដែលធ្វើពីដៃមកវាល្អជាងអ្វីដែលមានស្រាប់ពេលខ្លះរបស់ដែលស្រួលវាអត់សូវមានតម្លៃដូចរបស់ដែលបាយទោះបីជារបស់ហ្នឹងយើងគិតថាវាអត់ស្អាតដូចរបស់ដែលស្រួលហ្នឹងក៏ដោយឥឡូវយើងឧទាហរណ៍ដូចស្នាដៃគំនូរបុរាណហេតុអីគេទុករហូតរាប់ពាន់ឆ្នាំនៅតែមានតម្លៃហើយរត់ទៅថ្លៃទៀតអាហ្នឹងដោយសារការធ្វើដោយដៃហើយធ្វើដោយដៃហើយវាមានអាបលឹងគេហៅបលឹងគំនូរដែលបាក់ប្រាប់ទៀតណាបើសិនជាអ្នកហាត់សិល្បៈដឹងភាពនឹងអត់ទេបើសិនជាពួកយើងមានបេះដូងជាអ្នកសិល្បៈយើងនឹងយល់ពីអារម្មណ៍ថាមូលហេតុអីបានជាយើងត្រូវប្រើសិល្បករដើម្បីមកគូក្របសៀវភៅព្រោះទីមួយវាជាបេះដូងរបស់យើងវាជាបេះដូងរបស់អ្នកគូហើយក៏វាជាបេះដូងទៅកាន់អ្នកអានរបស់យើងដែរខ្ញុំដឹងថាអ្នកអានខ្លះគាត់អត់វឹកខុសទៅលើក្របសៀវភៅទេហ្នឹងហើយប៉ុន្តែនៅក្នុងសិល្បៈវាក្នុងសៀវភៅមួយក្បាលវាគួរតែមានសិល្បៈគ្រប់យ៉ាងទាំងអស់ហើយមិនថានេះគឺពួកខ្ញុំចូលចិត្តគំនូរខ្ញុំនិយាយថាអញ្ចឹងហើយបើខ្ញុំគិតថាសួរបែងសិនហើយមូលហេតុដែលខ្ញុំសួរមូលហេតុអីអត់សៀវភៅនេះបើសិនជាយើងហៅអាចថាជំនាន់មុនឬក៏អីគេហៅថាគំនូរបុរាណគេថាគំនូរបុរាណទី1អត់មានពលឺស្មៅទេគឺគូមកតសៃហ្មងអញ្ចឹងហើយបើខ្ញុំចង់ភ្ជាប់ទៅនឹងវិញថាចេះឥឡូវយើងដល់វគ្គថាមិនបើគាត់ចូលចិត្តគូគំនូរដៃហើយឥឡូវចូលដល់វគ្គថាមិនបិណ្ឌសម្រាប់ចិត្តថាគូគំនូរបុរាណនៅលើក្របបុរាណគូគំនូរបែបបុរាណដាក់នៅលើក្របសៀវភៅបើយើងនិយាយច្បាស់ហ្មងគេហៅសម័យកាលដែលគេនិយមហ្នឹងឆ្នាំ1800ជាងបានថាចាប់ពីឆ្នាំ1800
អានេះខ្ញុំអត់ច្បាស់ ហ្នឹងហើយ វាអាចថយក្រោយចុះពេលនេះកំពុងតែនិយមគំនូរបុរាណហើយគំនូរដែលអត់មានស្មៅប៉ុន្តែគំនូរដែលច្បាស់ហើយត្រេគេប្រើត្រេល្អិតដែលគេហៅលំអិតទៅត្រេលំ តែ អិត គេគូលំទុនខ្ញុំធ្លាប់រៀនគូ ត្រេលំអិតហើយគំនូរហ្នឹងវានិយមនៅជំនាន់ហ្នឹងហើយវាស័ក្តិសមមួយរឿងយើងហើយណាមួយទៀតអ្នកខ្លះប្រហែលគិតថាគំនូរហ្នឹងបានទៅតាមវត្តអាចទៅតាមវត្តទីសក្ការៈតែពិតមែនតើអត់ទេគំនូរហ្នឹងតែពិតមែនតើដូចគំនូរយើងធម្ម ហ្នឹង តា ហើយការប៉ັດអត់ទេដូចពីមុនអញ្ចឹងគេគូកណ្ដូររូបថតកណ្ដូរអីតែគូបុរាណដូចគ្នា ហ្នឹងហើយ អត់សមទេ ដូចគំនូរធម្មតាគាត់ថាគេនិយមអញ្ចឹងគេនិយម អូខេឥឡូវយើងកុំនិយាយដល់កណ្ដូរវែងឆ្ងាយពេ អូ ក គុំ ណា គុំជ្រៅពេក អញ្ចឹងអត់កុំច្រើនណាស់អញ្ចឹង ជ្រៅហ្នឹងអត់តន់ ប្រហែលជា100សំនឿ ចឹងនិយាយថាចេញខ្ញុំអត់បានព្រាមទេអ្នកទាំងអស់គ្នាចឹងគាត់សួរមកខ្ញុំមានអារម្មណ៍ថាវាក់សុកដើរមកលេងផ្ទះខ្ញុំអញ្ចឹងខ្ញុំត្រូវ បានផ្ទះតកែនេះតកែ និយាយចេះវិញអាចប្រាប់ខ្ញុំបាន3ខ្ញុំសុំតែ3ចំណុចទេភាពពិសេសនៃការបោះពុម្ពលើកទី2មានអីគេខ្លះ សុផានហ្នឹងមែន ហ្នឹងហើយ អត់ឲ្យមើលឲ្យមើល เราอยากមើលអ្នកនរគ្នាតោះ ទី1សភៅទី1យើងនិយាយពីកំហុសយើងតែនិយាយបានអត់ហ្នឹង តែប៉ុណ្្នឹងអីគេ កំហុសយើង កំហុសយើងគាត់ថាអាចប្រាប់បានតិចបានថាគាត់ថាកំហុសយើងហ្នឹងហើយកុំប្រាប់ច្រើនទៅឲ្យពួកគាត់អានដើម្បីរកកំហុសយើងព្រោះអីធម្មតាចេះអ្នកនិពន្ធអត់ល្អឥតខ្ចោះទេប៉ុន្តែអ្នកនិពន្ធគឺព្យាយាមឲ្យវាឲ្យល្អហើយ ព្រោះមែនតើខ្ញុំដឹងកំហុសខ្ញុំនៅក្នុងសភៅចាស់ទី1យើងនិយាយពីការនិពន្ធហ្នឹងទៅបានន័យថាវាមានអារម្មណ៍ថាវាអត់ complete ត្រឹមត្រូវ អូខេ ប៉ុន្តែអាហ្នឹងសម្រាប់ខ្ញុំណា អត់ទេសូម្បីអ្នកនិពន្ធដតីទៀតនៅពេលដែលបោះពុម្ពលើកទី2ក៏គេមានការកែសម្រួលលើកពីពេជ្រអក្សរវិរុទ្ធឬក៏ឈុតឆាកមួយចំនួនណាគេបន្ថែមឬក៏គេបន្ថយដែលលើដែលខ្វះអញ្ចឹងអានឹងមានដូចគ្នាអូខេ បានន័យថា នឹងចំណុចទី1 ហ្នឹងហើយយើងបន្ថែមវាទៅ បន្ថែម ប៉ុន្តែមិនច្រើនណា បន្ថែមសាច់រឿងតិចហើយនឹងបន្ថែមសាច់បន្ អត់ ថែ ទេ ម សា សា ច់ ច់ យើង រឿង ថែមដែរ អូ តែមិនថែមបានន័យថាបកាស យល់ហើយយើងបន្ថែមចោះតាមឆាកហ្នឹងហើយបន្ថែមពេញចន្លោះ ហ្នឹងហើយឲ្យវារៀងមើលទៅ complete បន្តិច អូខេ ទី2បច្ចេកទេសបានន័យថាសភៅការបានន័យថាលើកមុនយើងមានបញ្ហាច្រើនគឺរបបកៅព្រោះដោយសារយើងបិទកៅយើងអត់តបយល់ច្បាស់ថាបច្ចេកទេសណាដែលល្អជាងមួយណាហើយខ្ញុំគិតថាបច្ចេកទេសប៉ុណ្ណឹងវាស័ក្តិសមមួយសភៅប៉ុណ្ណឹងយើងគិតនិយាយទៅយើងនៅក្មេងខ្ចីមួយគ្រប់រឹងយើងអត់ដឹងអញ្ចឹងក៏ធ្វើទៅមានបញ្ហារបបកៅច្រើនអ្នកអញ្ចឹងលើកនេះខ្ញុំបដូរមកដេវិញសភៅហ្នឹងគឺដេទៅ ចឹងក៏តម្លៃថ្លៃជាងមុនដែរ អត់ហងតម្លៃនៅដដែលតែតម្លៃរោងពុំថ្លៃជាងមុនយកទៅថ្លៃជាងមុន ហ្នឹងហើយដែលនិយាយហ្នឹងថាសភៅយើងតម្លៃដដែលប៉ុន្តែការបោះពុម្ពយើងកើនឡើងជាង ហ្នឹងហើយនឹងថ្លៃជាងមុន សូម្បីតាំងកណ្ដាលក៏ឡើងថ្លៃក្របក៏ឡើងថ្លៃ តែតម្លៃដដែល តែតម្លៃសភៅនៅដដែល ហើយមួយទៀតខ្ញុំអ៊ុត spray កែនេះ ដោយសារលើកមុនហ្នឹងវារៀងស្ងួតពេកលក្ខណៈ នេះខ្ញុំដាំតឹមគ្នាហ្មងអ្នកនរគ្នា វាលក្ខណៈវាដូចអត់មានអីមើលទៅឲ្យវាចាក់អារម្មណ៍ហើយមើលទៅឲ្យគួរស្រឡាញ់គួរអីស្រឡាញ់ជាងហ្នឹងគាត់ថែម spray កែបន្តិចទៅអស់លុយទៀត អស់លុយមកតង់ទៅចាំមើលខ្ញុំប្រាប់ តែតម្លៃដដែល ចាំមើលសភៅនេះតម្លៃ34,000 34,000ពេលគាត់សិន អត់ spray game នេះខ្ញុំខ្លួនឯងដឹង ដេនេះក៏ខ្ញុំខ្លួនឯងដឹងដែរដោយសារការបោះពុម្ពក្របរឹងវាមានពីប្រភេទឬក៏ច្រើនប្រភេទក៏យកដឹងដែរប៉ុន្តែមានអាការបោះពុម្ពធម្មតានេះធម្មតាត្រូវអត់គាត់តែបិទកាវវិញត្រូវអត់តមកអានេះគឺដេអញ្ចឹងដេមានន័យថាចេះគុណភាពឬក៏អីហ្នឹងណាល្អជាងបិទធម្មតាប៉ុន្តែថ្លៃ ហ្នឹង ថ្លៃទីមួយគេគិតspray cam នេះរបស់យើងមកក្បាលប្រមាណតមកអាដេហ្នឹងគេគិតមកក្បាលប្រមាណទៀតហ្នឹងហើយចិត្តតាមខ្លាំងមែនតើហ្នឹងហើយណាដែលយើងគិតថាចេះឥឡូវថាមកក្បាលគេបូកយើង 2000 ដេថា 2000 ចុះខ្ញុំអត់ដឹងប៉ុន្មានទេអញ្ចឹង 4000 អលើសហ្នឹងអញ្ចឹងប្រហែលជាមកក្បាលដែលយើងត្រូវថែមហ្នឹង 5000 6000 ហើយនៅក្របរឹងទៀតនិយាយរួម$8នេះ34,000ប្រកបនេះយើងមិនមែនថាវីដេអូហ្នឹងយើងនិយាយថាវាថោកឬក៏មិនចំណេញឬក៏ថោកទេប៉ុន្តែខ្ញុំតសើមួយត្រង់ថាចេះមិត្តភក្តិដែលខ្ញុំស្គាល់មិនអត់និយាយថាបែងទេឧទាហរណ៍អាណាចាក់សភៅជាតាថាជាតាហើយនឹងខ្ញុំជាធម្មតាមានបងឌីណាមួយទៀតក៏ឥឡូវក៏សភៅគាត់ព្យាយាមឲ្យតម្លៃសមរម្យដែរគឺពួកខ្ញុំនិយាយរួមពួកយើងគិតថាចេះពីមុនពួកយើងពិបាកលុយក្នុងការទិញសភៅអានមែនអញ្ចឹងនៅពេលដែលខ្ញុំចង់ខ្លាចជាអ្នកនិពន្ធវាធ្វើឲ្យយើងនឹកដល់អាពេលដែលយើងសំលុយ ពេលយើងក្រ នឹងពេលដែលយើងក្រ ឥឡូវមានមែន
អត់មានអត់មានទេអ្នកទាំងអស់គ្នាមើលវីដេអូខ្ញុំនឹងហើយ share ខ្ញុំបាន 100k មកខ្ញុំទិញសាឡុងទុកថតអី 300k មកខ្ញុំទិញសាឡុងថតវីដេអូអ្នកទាំងអស់គ្នាមើល ស្លងចិនទេថាបើ អើយលេងសើចអីទេការប៉ັດវីដេអូនេះដូចខ្ញុំនិយាយចឹងការប៉ັດខ្ញុំចង់ focus វីដេអូនេះទៅកូនចឹងខុនកែវតែអាចជាបានន័យថា ចំណុចពិសេសនៃរឿង ចំណុចពិសេសនៃរឿងហ្នឹងគុំ តែរឿងហ្នឹងបើនិយាយពីរឿងដែលពិបាកទៅសេ គឺ គឺរឿងហ្នឹងពិបាកអីគេมันពិបាកទៅសេក៏សេទៅមុខវាអត់ពិបាកសេ ខំចេញថៃ ថៃពីហ្នឹងតែពិបាកទី1ដោយសារយើងច្បាស់អត់ថាសម័យកាលហ្នឹងមានរឿងហ្នឹងកើតឡើងតែយើងត្រូវអានសភៅមិនក្បាលដើម្បីបញ្ជាក់ថារឿងហ្នឹងពិតជាកើតឡើងអញ្ចឹងយើងត្រូវការអានសភៅច្រើនមែនតើស្រាវជ្រាវច្រើនមែនតើគ្រាន់ស្រាវជ្រាវខ្ញុំកន្លះឆ្នាំ យូរ អានសភៅច្រើនព្រោះយើងតើមានមូតបានអានសភៅបានត្រូវអត់ដល់ពេលខ្លះយើងអត់មានមូតអានហ្នឹងអញ្ចឹងតម្រាំតែដឹងថាអូសម័យហ្នឹងមានរឿងអីបារាំងមិនសៀមមិនខ្មែរមិនអីមិនលក់អីគេធ្វើអីគេទៅគេនិយមអីគេឃើញខ្ញុំជួយចិត្តប្រើពាក្យនិយមអត់បានន័យថាជំនាន់ហ្នឹងនិយមអីគេតម្រាំតែយើងដឹងរឿងហ្នឹងយើងប្រើពេលយូរអាហ្នឹងចំណុចទី1ដែលខ្ញុំត្រូវការស្រាវជ្រាវច្រើនអញ្ចឹងបើនិយាយពីចំណេះដឹងនៅក្នុងនេះខ្ញុំសូមតែប្រើអស់ពីខ្លួនហើយដើម្បីសរសេរសភៅហ្នឹងមួយប៉ុន្តែគាត់ថាចំណេះដឹងខ្លួនឯងអស់ត្រឹមទៅហ្នឹង ណែនៅទៀតយើងត្រូវតែអភិវឌ្ឍទៀត ហើយព្រោះបើសិនអស់ត្រឹមហ្នឹងអ្នកនរគ្នាវាចេញសភៅថ្មីមិនបាច់គ្រប់ត្រូលទេបើខ្ញុំវិញ បើអត់ត្រឹមហ្នឹងមិនធ្វើឲ្យនៅមានកំហុសត្រូវកែទៀតទេហ្នឹងហើយព្រោះយើងនៅតែឃើញកំហុសខ្លួនឯងរហូតអញ្ចឹងវានៅរហូតភាពអត់ខ្សែអត់ទាន់ឃើញសម្រាប់ខ្លួនឯងតែចំណុចមួយទៀតពាក្យកូនចឹងម្នាក់ឆ្ងល់ពាក្យកូនចឹងហ្នឹងមកពីណាខ្ញុំក៏ឆ្ងល់ដែរតែពិតមែនតើពាក្យកូនចឹងនិយាយមែនតើដូចឈ្នួលបាវបំរើអញ្ចឹងប៉ុន្តែកូនចឹងហ្នឹងគឺលបែងលេងមួយដែលគេហៅហែងមកលេងកូនចឹងហីមកធ្វើកូនចឹងអញហីអាហ្នឹងគឺឋានៈមន្ត្រីភាគច្រើនវាដូចបើយើងនិយាយខកស្ដាប់ដូចរ៉ូស៊ីអត់ទេមិនចឹងមែនទេអានេះដូចឈ្នួលបំរើហើយផ្លូវភេទទៀតប៉ុន្តែភេទដូចគ្នាយំខ្នងវាយើងអត់ស្ដាប់តិចប៉ុន្តែរឿងហ្នឹងក៏ពាក្យហ្នឹងគឺមានមែនហើយបើប្រឡំលោកសារមនីមកក៏បានសរសេរដែរពីពាក្យហ្នឹងហើយខ្ញុំស្រាវជ្រាវទៅក៏ឃើញថាសភៅនៅក្នុងបាត់ដំបងសម័យលោកម្ចាស់ដែលគេនិយាយពីនាយគឹមអ្នកអានស្គាល់នាយគឹមហ្នឹងតែខ្ញុំអត់ដឹងថាអ្នកអានចាំអត់ទេណានាយគឹមហើយនឹងអ្នកដែលគាត់គ្រាំលខោនខោនៅបាត់ដំបងចឹងអ្នកទាំងអស់គ្នានឹងអានប៉ះពាក្យប្រយោគមួយដែលគេថាសុំទោសខ្ញុំភ្លេចឈ្មោះបាត់ហើយមន្ត្រីហ្នឹងពេញចិត្តនាយគឹមនឹងខ្លាំងឲ្យនាយគឹមនឹងរំទូឯករហូតអាហ្នឹងធ្វើឲ្យយើងសម័យដល់រឿងសារមនីដែលគេលេងកូនចឹងហ្នឹងព្រោះកូនចឹងនៅក្នុងសារមនីក៏គេបញ្ជាក់ច្បាស់ថាជាអីអានោះតើយើងអានទៀតហើយខ្ញុំស្រាវជ្រាវដល់បើនិយាយទៅដោយសារយើងសេមុនយើងមានសង្គ្រាមខ្ញុំស្រាវជ្រាវដល់សៀមហ្នឹងហើយសៀមគួរនិយាយអត់និយាយទៅតែគ្រាន់តែអានោះការស្រាវជ្រាវហ្នឹងហើយសៀមមានលបាយនឹងដែរតែគេមិនហៅកូនចឹងទេគេហៅលេងភឿនលេងមិត្តស្អីផុសមន្ត្រីទេសកលដូចគ្នាតែភាគច្រើននៅសៀមគឺផុសនៅខ្មែរយើងស្អីច្រើនស្អីច្រើនហើយក៏ស្រាវជ្រាវបានឯកសារមួយចំនួនទៀតដែលតកតងមួយពួកអាឡម៉ង់ពួកបារាំងតែវាបានតែជាឯកសាររូបភាពទេយើងអត់ដឹងថានឹងគេនិយាយពីអីទេយើងអត់ដឹងច្បាស់តែយើងឃើញថាសម័យកាលហ្នឹងមានមន្ត្រីមានទេសកលដែលគេធ្វើអញ្ចឹងតែកូនចឹងហ្នឹងមិនមែនយើងឆ្លងពីប្រទេសចៅណាក្នុងនិយាយថាវាមានក្នុងអត់ទេវាដូចលបែងលេងរៀបការអញ្ចឹងប្រទេសណាក៏នៅទីលេងការមួយគ្នាអីមួយគ្នាវាដូចយូរវាចង់និយាយថានឹងកើតឡើងពីប្រជាជនកើតឡើងពីការអបសុខច្រើនពួកជំនាន់ខ្ញុំដឹងក៏មិនដឹងទេគាត់ខ្ញុំចង់និយាយវាអាចជាអញ្ចឹងពេលដែលយើងស្ដាប់បែងនិយាយទៅយើងមានអារម្មណ៍ថាការពិតលបែងខ្លះវាកើតឡើងពីការអបសុខវាមិនមែនឆ្លងចរន្តឬក៏ឆ្លងវប្បធម៌មកទេនៅសាសនាសុំទោសនិយាយតាក់ទងមួយក្រិចបន្តិចក៏មានទេពមួយស្រឡាញ់ភេទដូចគ្នាដែរហ្នឹងហើយខ្ញុំធ្លាប់ឃើញគេផុសតែខ្ញុំភ្លេចចង់បានថារឿងហ្នឹងគេសរសេរទេពគេមិនមែនទៅផ្សេងឥឡូវទេទេពគេសេតាំងជំនាន់រាប់ពាន់ឆ្នាំមកដែលគេសេពីទេពណាមួយអញ្ចឹងមិនថារឿងហ្នឹងបើស្រាវជ្រាវតទៀតវាមានរឿងច្រើនទៀតតែខ្ញុំចេះបានប៉ុណ្្នឹងអូខេហើយតកតងជាមួយនឹងមិញចូលវិញឆ្ងាយសាហាវយើងមិនបាច់សួរយើងគាត់មើលទៅឆ្លើយអស់ហើយចាំមិនណាចំណុចសំខាន់វា
មួយរឿងតាក់ទងជាមួយនឹងពាក្យកូនចឹងហើយមួយទៀតបរិបត្តិនៅសម័យព្រះយើងហៅខេត្តព្រះដំបងហ្នឹងណាខ្ញុំសរសេរបរិបត្តិនៅនឹងច្រើនសង្គមនៅនឹងច្រើនចឹងយើងឃើញហើយពេលហ្នឹងសៀមខ្មែរមិនបារាំងមិនអីមិនមានចៅប្រៃមិនអីមិនវាឆ្លងយើងដឹងមែនតើទៅការពិតបែងខ្ញុំឃើញមួយរយៈនេះផ្ទុះសភៅរឿងតាក់ទងនឹងបាត់ដំបងអញ្ចឹងណាមាននៅសម័យព្រះដំបងឬក៏អីចឹងទៅប៉ុន្តែដោយសារខ្ញុំចង់និយាយសភៅភាគច្រើនខ្ញុំឃើញអ្នក review ឬក៏អីដោយសារខ្ញុំចូលចិត្តតាមដានអ្នក review ដែរតែដល់ពេលភាគច្រើនដែលយើងឃើញមកមានន័យថាយើងឃើញគាត់លើកពីសភៅផ្សេងទៅក៏វាជំរុញចិត្តឲ្យខ្ញុំគិតថាការពិតបើសិនជាខ្ញុំជាអ្នកនិពន្ធខ្ញុំមានកម្មវិធីមួយខ្លួនឯងប៉ុន្តែខ្ញុំអត់អញ្ជើញអ្នកដទៃទេខ្ញុំហៅតែគ្នាខ្ញុំប្រហែលអ្នកដែលអត់ចេះប្រម៉ូទសភៅមកលើកទី1មានសំណួរអត់អីទេខ្ញុំមានសំណួរសួរអញ្ចឹងសម្រាប់ខ្ញុំមានស្នាដៃមួយដែលធ្វើឲ្យខ្ញុំរៀនសូត្របានគឺមើលយកស្នាដៃដោយសារខ្ញុំចាយពេលស្រាវជ្រាវហ្នឹងមួយឆ្នាំបែងកន្លះឆ្នាំតែមិនមែនថាមួយលឿនមួយយឺតទេប៉ុន្តែខ្ញុំចង់សួរថាអញ្ចឹងfeeling អារម្មណ៍អីគេពេលដែលធម្មតាយើងសរសេរយើងចង់ឲ្យឆាប់ចប់ត្រូវតែឲ្យយើងចាយពេលកន្លះឆ្នាំហ្នឹងវាធ្វើអារម្មណ៍យើងចង់បោះបង់អត់អូចាំសរសេរធ្វើបាន10ទំព័រចាំចង់បដូរសាច់រឿងមកប៉ុន្តែគំនូរគូហើយអញ្ចឹងមានន័យថាគំនូរជំរុញវិញគំនូរឲ្យអារម្មណ៍មកវិញហើយគ្នាមួយអូព្រឹសបននិយាយទៅអ្នកព្រឹសដែរដោយសារអីអញនិយាយថាយើងអាចនឹងផ្លូវក្នុងអីចឹងណាសុំគេសុំឲ្យបញ្ចប់រឿងហ្នឹងសុំវដែលយកសាប់ពេលខ្លះដែលយកសាប់ហើយមួយទៀតអាចនិយាយថាយើងអានសភៅដែលយើងស្រាវជ្រាវនឹងឲ្យចាញ់ដល់អីយើងបើកខ្វាច់លេងចឹងណាថាអូវាមានសភៅដែលយើងអានហ្នឹងថាចេះតែអានយើងអត់ដឹងថាត្រូវធ្វើអីយើងស្តាក់បានន័យថាយើងកំពុងតែនៅក្នុងកំឡុងមួយដែលថាតើទៅមុខទៅវាមិនវាអត់ដឹងថាទៅមុខទៅតិចត្រឡប់មកវិញទៅរឿងនឹងអត់បតៈវាប្រហែលដល់ពេលបើទៅចាំចំណុចមួយដែលថាដូចជួយយើងទៅមុខតទៀតបានយល់តើអារម្មណ៍ហ្នឹងក្រុមអ្នកនិពន្ធអាចនឹងមាននិយាយរួមចេះ5ទំព័រទៅមិនក្រុមអ្នកនិពន្ធទេឧទាហរណ៍ថាអ្នកនិពន្ធដែលសរសេរបែបស្រាវជ្រាវបើនេះគេហៅការសរសេររឿងបែបស្រាវជ្រាវហើយដោយសារយើងបញ្ចូលប្រវត្តិសាស្ត្រយើងបញ្ចូលទស្សនវិជ្ជាយើងធ្វើការអានសភៅច្រើនដើម្បីជួយយើងអញ្ចឹងណាអញ្ចឹងគ្រប់អ្នកនិពន្ធដែលសរសេររឿងបែបហ្នឹងតែតែមានការបោះបង់ប៉ុន្តែបើសិនជាយើងបន្តទៅមុខបានដោយសភៅមួយក្បាលនឹងវាអាចនឹងជោគជ័យវាអាចនឹងបរាជ័យវាអាចនឹងឃើញមោទនភាពខ្លួនឯងដូចពេលហ្នឹងអញ្ចឹងតែប៉ិតបែងឃើញមោទនភាពខ្លួនឯងលើសភៅនេះអត់ឃើញជោគជ័យទេតែអត់ឃើញជោគជ័យតែបើសិនជាអ្នកដទៃមើលអាចនឹងគិតថាជោគជ័យព្រោះឲ្យដោយសារអញ្ចឹងអ្នកនិពន្ធមាន target រៀងខ្លួនថតដូចបែងគិតថានេះអត់ជោគជ័យទេដោយសារយើងគិតពី target របស់យើងនឹងផ្សេងហើយដល់អញ្ចឹងទៅយើងមានអារម្មណ៍ថាសភៅនឹងអត់ជោគជ័យសម្រាប់យើងមកប៉ុន្តែការប៉ិតវាបានធ្វើឲ្យយើងជោគជ័យផ្នែកអីមួយតែប៉ិតមែនតើទៅជោគជ័យសម្រាប់ចំណេះដឹងខ្លួនឯងហ្នឹងហើយហ្នឹងសំខាន់យើងអត់ជោគជ័យសម្រាប់ការផ្សព្វផ្សាយទៅដល់អ្នកអានយើងតែប៉ិតនិយាយឲ្យគាត់ស្ដាប់យើងចង់លក់ឲ្យដាច់មិនលក់ឲ្យដាច់នេះយើងចង់បានលុយណាចង់គេអានយ៉ាកំពុះទៅខែនៃមុខកាភាពកាតែប៉ុតមែនតើគឺយើងចង់ឲ្យគេអានឲ្យគេដឹងថាចំណេះដឹងខ្ញុំហ្នឹងវាប៉ុណ្ណាហើយខ្ញុំចង់ឲ្យគេឃើញថាប្រាស់បាត់ដំបងហ្នឹងកុំឲ្យថាចេះត្រូវប្រាស់ដំបងប្រាស់សុំទោសប្រាស់ដំបងហ្នឹងណាសុំទោសកុំឲ្យគេថាអានសភៅលោកម្ចាស់សម័យប្រាស់ដំបងហ្នឹងវាដូចសភៅស្រាវជ្រាវពេកចាំបង្កើតទៅជារូបភាពមួយដែលមានស្នេហាហើយគេឃើញរឿងហ្នឹងនៅក្នុងហ្នឹងគេឃើញអ្វីដែលយើងស្រាវជ្រាវអ្វីដែលបានអានហ្នឹងវានៅក្នុងនឹងទស្សនវិជ្ជានៅហ្នឹងអញ្ចឹងគេមិនបាច់អានសភៅស្រាវជ្រាវទៅគេអានភៅនេះក៏ជាការប៉ិតមិនមែនយើងសរសេរចេះតែសម័យទៅឲ្យតែបាននេះអានឹងដែលយើងចង់ឲ្យគេអានមកប៉ុន្តែអ្នកខ្លះគាត់តែដឹងថាតួនឹងសៀមគឺជប់អានមកខ្ញុំមាន fan ម្នាក់fan ម្នាក់ហ្នឹងគាត់អានរឿងខ្ញុំច្រើនមែនតើគាត់អានគ្រប់រឿងប៉ុន្តែគាត់ថាអានរឿងហ្នឹងអត់ទៅមកដោយសារជនជាតិហ្នឹងសៀមចាំខ្ញុំប្រាប់វាបាទចាំខ្ញុំគិតថារឿងនេះប្រហែលជាអាចបរាជ័យហើយបោះនេះបោះលើកទី2នេះក៏ខ្ញុំអត់ដឹងថាគេអានអត់ទេព្រោះយើងពូជ្រុះគ្នាមួយសៀមហ្នឹងតែក៏ប៉ិតបើខ្ញុំណាអ្នក principal ក៏ប៉ិតបើសម្រាប់ខ្ញុំយើងយល់ថាយើងកំពុងតែស្អប់ចោលហើយយើងក៏អត់ចង់ឃើញមុខចោលដែរប៉ុន្តែពេលខ្លះសភៅខ្លះវាគួរតែចងចោលទុកនៅក្នុងសភៅមួយក្បាលហ្នឹងខ្ញុំគិតចឹងដែរយល់អត់ព្រោះដោយសារចេះពេលនេះខ្ញុំស្អប់ចោលដូចគ្នាប៉ុន្តែខ្ញុំបានប្រាប់ផ្លៃទៅចេះបេះដូងខ្ញុំត្រូវតែសរសេរចោលនៅក្នុងសភៅខ្ញុំតែបើយើងនិយាយ
anh ấy dương dĩnh chân đời sai dương mình cùng đặt tha không cái phục cái bông phơi ba dương thời còn tay bảo không niêm lại đi buôn mong cái ao dương ao bạch chơi đặt bạch chia cho anh chân ấy còn tay mình tán miền chân việc vặt và vả nâng tha dương sẽ đi trao bạc căn kia còn ao thang cũng nhận được buôn ấy còn mai dùng mấy tiền và chia bảy phiệp từ xa hưởng trao cho ông trong tập tại gặp bắt dương sẽ môn tiền hay dù hay và hay nhung khoảng mình sòng kia thêm nhung áp tăng ở bên mình sòng kia áp stock một hay xong bây thật bắt năm này chứ bị quan hay buồn khô vậy khô nhỉ năm ngày khô thế giờ mình sòng kia bị quan mà hay phèn để cái bò đi bò khai về chợ khai về chợ thiềm bị po à bị quan hay buồn xô pi chùm nào vào mùi tại nâng bài chỉ nâng bài cho sạch rừng mây đàn cho nó nè tới cái sao mở dương gì du vậy sáng mở video nhưng tập thao hóa nhưng mà đây có pin này tại hành căn lại là nâng cha họ cắt cắt tông từng ốc nhưng mà tông lọt cải ui xong cắt tiêu cặp bất trẻ vì món á vậy vì bảo quản mùi cặp bất thật episode pizza mùi á thằng mình episode pizza bán vì món ở đây episode pizza quay ở đây thì cái lại mình đã lâu rồi sao chót pizza episode cặp bất bán môn đằng ban sna đây đập buồn sna đây nâng á dương đập bay sna đấy mà nhom vậy nếu nhom men mô tả nạp phía từ lưỡi khôn ai chứ ná bàn tay khởi nhỏ khỏi cắt mà mò bàn tay để sành trẻ nhom cái tham mình được men cái đây sầm máy hay pe khá dân mơ cái đây sầm máy khôn ạt khơi như to tại nè đợt tay mình mơ cái đây sầm máy dân khơi chẳng hết bàn pe nắng bèn tha trong khai chỉ này để phone trong ấy mình nhom thấy trẻ mấy mình chặt vào đau tự pe nó cứ kia chặt vào đau mà hơn say thế ở đây cái nón chơi cái nón chơi cái tụi bộ để crop môi thông cho nó chơi xin mình to này cầm bông bón nè phải bị phát tơ này ngọt cái trang crop thâu phải bị phát tơ miên đó xong cắt tiếp ba rồi một pi tới bài cắt đi vậy đó phải bị phát tơ nó nhung sờ xe tăng năm pi pon đập làm buồn này là ngọt này phải bị phát tơ pe năng á nhưng đã còn trong sân đã có pi gì ý đâu thiên bạc toàn đâu ấy thì cái hai tha đau cầm áo này pon pe năng á cái xe rương nó sạch rương cái prap dương cái xe pẹ cả đá đấy là chop ấy pi đây tụm po ấy gì thế chop mà chop phải đập pe prap sạch rương tất nhóm ta chơi bé ngờ mẹ làm tha pliu hay tua nó sọc chênh mà chơi chẳng hạn mình này ta chơi này pon từ bốn bà sân chỉ miền nè rốn như còn miền nè prap plei của bà đây mẹ thay dương chơi mình mẹ thay nhung chơi bàn tay dương mơ mẹ làm tha pliu á cứ sọc hay dùng prap qua từ mồm còn đạp tên này ngon liệt chơi rừng thay bất của mua nằm mập chơi cái nĩa hướng bia phạt từ mình bây chơi hướng của mua nằm mập hay là bịch ra hao khla ngon nè ô thay đừng chơi dương prap qua thay cùng châu của cô châu plak cùng lần ở đây dương prap tha cùng mấy cái anh dương prap tha chơi ô cùng ai anh chui rương hải của chui tôi bị hot bị chết score vì một buổi dương ta hạt prang rốt hạt prang vì prap sạch rương dương chứ cài mà hào dây ta áp trên rương đừng tại của mà ban cài của mà mơ anh ban chui vía của mùa nằm mát vậy tới á mẹ chui ấy thông đông thế còn mơ sạch rương dương đâm cho nên bà kia mình dốt cả ọt cho nó mình tên á mẹ cái đá đôi mình ở đây ở cùng phong tạch ca phải nhom đài chân anh ấy gì uốn không uốn tí chứ ô đấy tròn đôi ca thấy ông nhom đài chân miền phơi vậy phần tái phơi nhom hở nó cứ nhom bị chẹt một mẹ cái đàn hồn đời xa ở dương trong đây trong viên miền cô đào phơi phần tái cô đào phơi viên nó cứ tơ một bả với là việc tha chạy cái cha phải dương đời phần tái phơi cô đào nó cái này nó còn tách viên bằng du trong đá nó viên bằng du mà trong đá tan điện ở xã nhung trăng khơi là nhung trăng khơi vò nhung trăng khơi ai phần tái trong cái nó bọ một lần khơi chắc khơi lăng mẹ đạp tới các chỗ mẹ đạp đấy thì nó bị chồng là ở đây thầm đang chơi ở bờ dương gì mũi tiết về anh chị bị say về anh chị mật phé về anh chị ở cái tha bờ bể bờ nhung rót và con chị sập ôn đài đần chân tứ các bạn ở đây sao tôi sập nhưng mà thò hay đôi chỉ video nhưng nó to trâm tha
ក៏បាត់ឡើងក៏ដូចជាសិស្សប្អូនណាអញ្ចឹងណាដោយសារពួកយើងរៀននៅសាលាតែមួយពួកយើងមានអារម្មណ៍ដូចគ្នាហើយធ្លាប់ volunteer មួយគ្នាអញ្ចឹងទៅវាធ្វើឲ្យអាគំនិតនៃសាច់រឿងឬក៏រសជាតិនឹងស្តៀងគ្នាប្រហែលគ្នាហើយមួយទៀតអញ្ចឹងឧទាហរណ៍ថាបើសិនជាគេឈ្មោះខ្ញុំពីមុនណារហូតដល់ឥឡូវនៅតែរក្សាគេឈ្មោះបាននៅតែរក្សាគេឈ្មោះនៅតែរក្សាអាការលក់បានណាគេអានស្នាដៃបែងគេនឹងចាប់បែងប៉ុន្តែដោយសារមួយរយៈនេះបែងឡើងវិញបែងឡើងខ្លាំងមែនខ្ញុំហ៊ានទទួលស្គាល់ឡើងហើយអត់ទេមានអ្នកអានខ្លះគាត់ថាខ្ញុំចម្លងស្នាដៃបែងនិយាយមែនដល់អញ្ចឹងខ្ញុំមានអារម្មណ៍ថាក៏ប៉ិតអា credit អស់ហ្នឹងវាធ្វើឲ្យមានន័យថាគាត់អត់ស្គាល់យើងទេហើយបើសួរថាខ្ញុំបន្តគាត់ក៏អត់បន្តដែរព្រោះធម្មតាស្នាដៃឬក៏រសជាតិដែលពួកយើងបតាក់គ្នាទៅវាអាចធ្វើឲ្យនេះអញ្ចឹងណាអានឹងលក្ខណៈអីគេfan ជួបគ្នា idol ដឹងអីសោះហ្នឹងហើយអាហ្នឹងក៏ប៉ុតវាមិនមែនជាកំហុសផងអ្នកអានក៏វាមិនមែនជាកំហុសផងអ្នកនិពន្ធដែលនេះដែរព្រោះអីដោយសារពួកយើងអាសានិយាយគ្នាកំហុសដោយសារយើងរៀនសូត្រពីគ្នាដោយសារយើងរៀនសូត្រចំណុចល្អដូចគ្នាវាអឺទៀតតែខ្ញុំនិយាយមែនមករាអាចនិយាយថាជាគ្រូខ្ញុំក៏បានគ្រូតែនិពន្ធចឹងហ្មងព្រោះខ្ញុំអត់ដែរមានគ្រូតែនិពន្ធមុនដែលខ្ញុំស្គាល់មករាខ្ញុំអត់មានហ្មងហើយអ្វីដែលខ្ញុំចេះសេហ្នឹងសេស្មើសេចេះទៅណាបើយើងសិក្សាពីមករាទៀតរឿងត្រូវមានអានិកសំខាន់ដែរមាន plot twist ចេះសំខាន់ដែររឿងហ្នឹងវាត្រូវក្លាប់មិនអីមិនពេលខ្លះយើងធ្វើឲ្យអ្នកអានវល់ទៅវាល្អយើងទៅជំនាញ idea ថែបនឹងមកក្រោយតែគាត់ថាត្រូវធ្វើមិនក្តៅខ្លួនឯងត្រូវតែមាន unique ធ្វើមិនផ្លូវដែលគេឲ្យយើងដើរហ្នឹងដើរមែនគេប្រាប់ផ្លូវហើយតែយើងអាចថាយើងជិះកង់ក៏បានយើងជិះម៉ូតូក៏បានឬក៏មករាជិះកោយន្តក៏បានសប្បាយខុសគ្នាហ្នឹងតែផ្លូវដើរយើងគោលដៅយើងដែលគេហៅរស់និយមហ្នឹងខ្ញុំមករាអាចដូចគ្នាដោយសារខ្ញុំរៀនសូត្រពីគាត់អានេះខ្ញុំនិយាយចឹងទៅក៏ប៉ុតខ្ញុំចែកម្លែកទៅបែងក៏ខ្ញុំមានគ្រូរបស់ខ្ញុំដែរគាត់ចែកម្លែកដែរទៅអញ្ចឹងយើងមានអារម្មណ៍ថាយើងចង់បង្ហាញអាវបធម៌ចែកម្លែកទៅកាន់មនុស្សដែលយើងស្គាល់ហើយមែនតើក៏ប៉ុតវាផ្លូវការតែក៏ប៉ុតមែនតើចេះអីគេបើសួរថាចេះឥឡូវហ្នឹងតែខ្ញុំមានអ្នកស្គាល់ហើយខ្ញុំចែកម្លែកចឹងតែខ្ញុំឈប់ហើយដោយសារវាមិនមែនតាក់ទងនឹងអីផ្សេងវាតាក់ទងនឹងពេលខ្លះឧទាហរណ៍នេះសំណាងមិត្តភក្តិឯងដែលអត់ក្បត់ណាមើលអត់ទេមានជំនាញក្បត់ដែរតែអត់ទេអ្នកទាំងអស់គ្នាខ្ញុំប្រាប់តាមត្រង់មានអ្នកសុំឬក៏មានអ្នកដែលនេះប៉ុន្តែខ្ញុំអត់នេះទៀតទេដោយសារទី1ពេលដែលគេដើរចេញពីយើងគេនឹងដៀលយើងភាគច្រើនអញ្ចឹងក្នុងសិល្បៈគឺអញ្ចឹងហ្មងដោយសារអីធម្មតាឯងសភៅម្នាក់ឯងក៏មានកំហុសដែរប៉ុន្តែសួរថាខ្លួនឯងមានកំហុសអត់មានដែរហ្នឹងតែពេលខ្លះខ្លួនឯងយើងមកឃើញទៅចាំគេម្នាក់នេះបរិញ្ញាអញចឹងតែដល់ពេលយូរហ្នឹងហើយពេលខ្លះគេចាប់យើងមកវិញអញ្ចឹងខ្ញុំថាពេលខ្លះឈឺតែឥឡូវចេះវិញអេពីសូតហ្នឹងគឺចាប់ត្រឹមហ្នឹងព្រោះខ្ញុំខ្លាចទូរស័ព្ទខ្ញុំអស់ថ្មអញ្ចឹងនេះដែលមើលដល់អេពីសូតហ្នឹងចាំតអញ្ចឹងពួកខ្ញុំជម្រាបលានៅក្នុងអេពីសូតទី1នេះឬក៏ទី2នេះអូខេអត់តនឹងទី1ទី2ទៀតអូខេជម្រាបលា